Chị mới á, ăn ca nắng nhưng nơi te thò mà ra te nơi có bộ te tapi hay có rơ mà nơi bình hay bắt tục nhưng nơi nắng á bắt tục pi son pi អូខេបន្ទប់ហ្នឹងរបៀបបន្ទប់ផ្ទះសំណាក់ប៉ុន្តែគេធ្វើជាបន្ទប់ជួលហើយខ្ញុំអត់ដែលដឹងថាជំនឿចិនគេអត់ឲ្យយើងនៅផ្ទះឬក៏លេខផ្ទះលេខអីដែលមានលេខ202ហ្នឹងទេជំនឿគេថាបូកគ្នាមិនមែនអញ្ចឹងណាអូហើយឥឡូវយើងបាញ់និយាយតខ្ញុំនៅបានមួយថ្ងៃគេអូសទុករហូតអូសក្រោកខ្ញុំមាន record ទុកដែរតឹមតែលុបចេញប៉ុន្តែអត់ទាន់ផុតចឹងអាចទៅ recover យកមកវិញបានលុបសូមហ្មងក្រោកហ្មងហើយមកមិន10អីហ្នឹងដឹងមកហើយខ្ញុំដេកអត់ដែរលក់ទេហើយខ្ញុំធ្វើការនៅអង្គការវិទ្យាសាស្ត្រហ៎អញ្ចឹងត្រូវមានទាំងដុកទ័រមានទាំងនឺសមានទាំងអីវាទៅទាំងអស់គ្នាហ្មងអញ្ចឹងខ្ញុំត្រូវជិះឡានក្រុងធំ45កៅអីអាឡានក្រុងធំណាបាទហើយខ្ញុំអត់តន់និយាយខ្ញុំនិយាយនៅបន្ទប់សិនពេលដែលខ្ញុំនៅហ្នឹងណាលឺអញ្ចឹងរហូតហើយវាធ្វើទុកខ្ញុំនៅពេលដែលខ្ញុំចិត្តចុះខេត្តនៅពេលដែលខ្ញុំរៀបអីវ៉ាន់ដាក់វ៉ាលីហើយខ្ញុំទៅមិនមួយថ្ងៃពីរថ្ងៃខ្ញុំទៅសិតតែ4ថ្ងៃ5ថ្ងៃមួយអាទិត្យហើយអញ្ចឹងបន្ទប់ហ្នឹងខ្ញុំនៅបានតាមមួយថ្ងៃពីរថ្ងៃយ៉ាងច្រើនផុត2ថ្ងៃអញ្ចឹងនៅពេលដែលខ្ញុំឡើងឡានទៅស្អែកជំនឿពេលហ្នឹងខ្ញុំទៅមុនគេហ្នឹងខេត្តព្រះវិហារទៅមុនគេហើយស្អែកឡើងខ្ញុំមកឡើងឡានពេលម៉ោង7ព្រឹកហ្នឹងហើយខ្ញុំមានអារម្មណ៍ថាមានអីនៅជាមួយយើងខ្ញុំអត់ដែរប្រាប់ណាគេ អូខេខ្ញុំអត់ដែរហ្មងដោយសារតាវាយើងនិយាយទៅពេលខ្លះគេអាចថាយើងនឹងរៀងនេះអញ្ចឹងណានិយាយតទៅដល់ខេត្តព្រះវិហារទៅដេកផ្ទះសនៈមួយរៀងធូរថ្លៃដែរដោយសារតែសមាជិកឡើង40នាក់ជាងអញ្ចឹងបើដេកកន្លែងថ្លៃអត់នេះទេដោយសារអង្គការអ្នកចេញលុយឲ្យបាទខ្ញុំទៅដេកហ្នឹងមានរូបកណូមួយនៅក្នុងបន្ទប់ណារូបកណូមនុស្សស្រីក្តៀតក្អមតែដល់វិច័យដល់ទៅដេកបន្ទប់202ហ្នឹងទៀតជាន់ទី2 202ហ្មងទៅដេកឡើងហើយប្រួយគេហ្នឹងមានទេសភាពវាស្រែប៉ុន្តែវាផ្ទះមួយឡើងផ្ទះឈើថតដែរប៉ុន្តែលុបចោលបាត់ហើយដោយសារតែអត់ដឹងទុកធ្វើអីព្រោះប្រាប់គេហើយដល់ពេលអត់ដឹងថាយើងត្រូវនិយាយតទៀតចឹងណាដល់ពេលខ្ញុំសែនឲ្យអ្នកធ្វើការមួយខ្ញុំគេនាំគ្នាមកមើលបន្ទប់ខ្ញុំព្រាតហ្មងគេឃើញគេថាអូយឡើងគួរឲ្យខ្លាចហើយសំខាន់ណាស់វាមានមនុស្សស្រីក្តៀតក្អមរូបភាពលក្ខណៈជាគំនូមនុស្សស្រីចងពងហើយក្តៀតក្អមហើយអ្នកនៅជាមួយខ្ញុំហ្នឹងមហាខ្លាចខ្មោចណាគាត់ចូលងុយទឹកគ្រាន់តែបើកទឹកលឺសូងញ៉ែរបៀបញ៉ែហ្នឹងគាត់ឡើងផ្អើលហ្មងគាត់ផ្អើលហើយគាត់អត់នៅគាត់ទៅងុយទឹកនៅបន្ទប់គេផ្សេងហើយខ្ញុំនៅតែឯងដំបងឡើយរៀងក្លាហានដែរដេកម្នាក់ឯងមានណាអូខ្ញុំដេកអត់កើតទេខ្ញុំឃើញតែរូបមនុស្សស្រីក្តៀតក្អមហ្នឹងហ្មងនិយាយទៅឃើញរហូតហ្មងដល់ពេលស្អែកឡើងខ្ញុំប្រាប់បងមួយទៀតថាបងបែងមើលបែងអត់នៅមួយខ្ញុំឃើញតែម្នាក់ហ្នឹងឯងទៅគាត់ថាដែរអូនដល់ពេលហើយខ្ញុំថាចេះចាំមើលបែងគេម្នាក់ស្រីហ្នឹងក្តៀតខាងស្ដាំចាំមើលចូលទៅបើសិនជាផ្លាស់ទីខ្ញុំរត់ដែរហើយមានណាវាផ្លាស់មែនផ្លាស់ទីហ្មងវាមិនក្តៀតខាងស្ដាំវាតែក្តៀតខាងឆ្វេងហើយភ្នែកវិញដៀងមកយើងអញ្ចឹងមានណាខ្ញុំរើភួយរើខ្នើយទៅដេកបន្ទប់គេសុកចុះគេដេកកុនដេកអីអូយយីមែនហើយមានបងមួយទៀតហ្នឹងអ្នកធ្វើការមួយខ្ញុំគាត់នៅគាត់ឃើញមានគ្រូពេទ្យលក្ខណៈអីគេជំនាន់កូវីដអាគេអូគេហៅបងអាគេពាក់ថងអីគេហៅទៅគេយើងចាំអត់ផ្លេចបាត់ហើយគេហៅអ្នកស្អីគេអ្នកចាត់តារិស័កអូហ្នឹងឯងចាត់តារិស័កហើយពាក់ថងចិត្តឆឹងទៅមើលអ្នកជំងឺវាថាពេលហ្នឹងមិនគេយកទស្សនៈធ្វើជាកន្លែងព្យាបាលហ្នឹងមានអ្នកជំងឺនៅនឹងស្លាប់អញ្ចឹងហើយគ្រូពេទ្យនៅនឹងក៏ស្លាប់ដែរមើលទៅបានចេញមកលងលក្ខណៈពាក់អាថងនឹងចិត្តឆឹងហ្មងចេញមកហើយនិយាយទៅធ្វើកាយវិការដូចពេលនៅរស់បេះដាក់ដូចយើងកំពុងតែមើល show អីចឹងរបៀបគេកំពុងឲ្យយើងមើលចឹងណាហើយបងហ្នឹង
គាត់ខ្លាចណាគាត់ឡើងសុំបងមួយទៀតទៅដេកជាមួយគាត់ហើយគាត់ហើយចាក់និយាយទៅចែកក្រែមិនពីរគាត់អត់ដេកក្រែគាត់ទេណាគាត់សុំបងមួយទៀតទៅដេកហើយបងមួយទៀតហ្នឹងគាត់ឃើញដែរតែគាត់ធ្វើអត់ឃើញអញ្ចឹងទៅគាត់អត់ខ្លាចទេគាត់ធ្វើបិទភ្នែកដេកហ្មងបងមួយទៀតវាខ្លាចឡើងសុំគេដូរបន្ទប់ហើយមួយទៀតនៅពោធិ៍សាត់ដែលមុនហ្នឹងអ្នកនិយាយថានៅពោធិ៍សាត់ហ៎ចេញមកស្រះហ្មង ហ្នឹងហើយខ្ញុំពាក់ព័ន្ធមួយពោធិ៍សាត់អ្នកដែលដឹងហើយព្រោះតែសារនៅមានតែស្រុកមួយឯងស្រុកហ្នឹងគេហៅស្រុកខ្ញុំអត់អាចប្រាប់បានទេប៉ុន្តែស្រុកហ្នឹងសាហាវមែនខ្ញុំធ្លាប់ទៅខ្ញុំធ្លាប់ជួបខ្ញុំដឹងមក អូខ្ញុំមិនដឹងខ្ញុំផ្លេចហើយដោយសារខ្ញុំទៅច្រើនមែនតើខ្ញុំទៅច្រើនណាស់សូម្បីតែសៀមរាបក៏ខ្ញុំមិនទៅតែមួយកន្លែងដែរខ្ញុំចុះតាំងពីព្រៃឡើងភ្នំអូយទៅអស់ហើយទៅច្រើនកន្លែងណាស់អញ្ចឹងកន្លែងខ្លះខ្ញុំអត់ចាំទេគ្រាន់តែថាយើងចាំព្រឹត្តិការណ៍អញ្ចឹងណាឥឡូវហួសមកដល់ពោធិ៍សាត់ដេកអូសតុកហ្មងអូសតុកហើយដល់ថ្នាក់អង្គលកៅអីនៅក្នុងបន្ទប់នឹងទៀតថាអ្នកនៅនឹងដេកអត់មានបានទេហើយពួកខ្ញុំរើអីវ៉ាន់ទៅដេកបន្ទប់ផ្សេងរហូតហើយមានចាំមកខ្ញុំនិយាយថាអ្នកនៅខ្ញុំនៅបន្ទប់ហ្នឹងមិនមានគេអូសតុកពេលហ្នឹងខ្ញុំមកវិញបាទខ្ញុំយល់សពថាអញ្ចឹងគេហ្នឹងមកហៅខ្ញុំតែខ្ញុំអត់ស្គាល់ទេតែគេហ្នឹងចង់ឲ្យយើងហ្នឹងរបៀបថាឲ្យអីគេអញ្ចឹងណាឲ្យអីគេមួយយ៉ាងហើយខ្ញុំអត់ដែរចាប់អារម្មណ៍ទេដល់ពេលថ្ងៃហ្នឹងខ្ញុំទៅខ្ញុំអត់ធ្វើការខ្ញុំជិះទៅផ្ទះម៉ាក់ខ្ញុំនៅកបោលខ្ញុំជិះម៉ូតូទៅនៅវត្តភ្នែតក្រោយ NPAC ហ្នឹងបាទពេលហ្នឹងម៉ោង6ព្រឹកខ្ញុំជិះទៅដល់ហ្នឹងប្រហែលជាម៉ោង6កន្លះខ្ញុំជិះកិនអីមួយយ៉ាងដូចសំរាមដូចកតិចអីអញ្ចឹងដូចកតិចសັດស្អីមិនដឹងហើយខ្ញុំឃើញនៅលើផ្លូវហ្នឹងមានពណ៌ត្នោតហ្មងណាដូចឈាមយ៉ាងតែខ្ញុំអត់ចាប់អារម្មណ៍ទេជិះទៅដល់ផ្ទះពេលហ្នឹងទៅដល់ផ្ទះភ្លាមខ្ញុំប្រាប់ខ្ញុំបញ្ញាប់យកអីគេខ្ញុំបញ្ញាប់ទៅពេទ្យវិញពេលហ្នឹងមានការបន្ទាន់បញ្ញាប់ទៅពេទ្យដល់ពេលខ្ញុំជិះទៅដល់ពេទ្យហើយខ្ញុំបកមកវិញមានណាខ្ញុំដួលម៉ូតូនៅចិត្តផ្ទះហ្នឹងដួលអាយ៉ាជង្គង់ហើយមកដល់ផ្ទះបានខ្ញុំរនឹកថាចេះធ្វើអីគេខុសរបៀបថាទោះបីខ្ញុំគ្រីស្ទៀនក៏ដោយតែខ្ញុំនៅតែគិតពីអបិយជំនឿដែររបៀបថាយើងមិនអត់ជឿសោះហើយយើងខ្ញុំសុំកាត់តិចធម្មតាយើងទាំងអស់គ្នាយើងដឹងហើយថាស្រុកខ្មែរយើងចំណាយជំនឿទី1ហ្មងគឺបិជំនឿយើងពុទ្ធសាសនាហើយយើងដែនដីស្រុកខ្មែរយើងដឹងស្រាប់ហើយដែនដីហៅថាដែនដីស័ក្តិសិទ្ធិណាយើងអាចមើលរំលងបានទោះបីខ្ញុំអត់ប្រកាន់ទេណាគេកាន់សាសនាប៉ុន្តែសាសនាទី1យើងគោរពមកគឺបានថាសាសនាព្រះពុទ្ធហ្នឹងឯងតែនេះមិនជាសាសនាណានេះគ្រាន់តែជាជំនឿយើងជឿតែជំនឿក៏ដឹងជំនឿដែរយល់ជាមួយខ្ញុំនិយាយតទៀតដល់ពេលខ្ញុំមកផ្ទះវិញហ្នឹងខ្ញុំ scroll Facebook មានគេគ្រោះថ្នាក់ចរាចរណ៍នៅនឹងបែកខួរខ្ញុំមិនន័យថាខ្ញុំជីកាត់ហ្នឹងខ្ញុំកិនខួរហើយនឹងឈីហើយគេមកតាមធ្វើបាបខ្ញុំដើម្បីយកឈាមខ្ញុំវិញអាហ្នឹងតាមចាស់គាត់និយាយប្រាប់ខ្ញុំពេលហ្នឹងម៉ាក់ខ្ញុំក៏គាត់ជឿដែរគាត់ថាមានជួបអីអត់ចឹងណាហើយវាស្ដែងមែនជួបថ្ងៃហ្នឹងគ្រោះថ្នាក់ថ្ងៃហ្នឹងហើយខ្ញុំហូរឈាមឡើងច្រើនជង្គង់នេះខ្លែដល់ឥឡូវជង្គង់ហើយខ្ញុំភឺសបោវាមកដើម្បីយកឈាមយើងទៅវិញចឹងណាដោយសារយើងធម្មតាយើងជីកាត់យើងមិនដឹងហើយគេថាគេអត់ឲ្យយើងហ្នឹងខ្ញុំអត់ដឹងទេខ្ញុំទៅមើលរឿងគេនិយាយចឹងមិនខ្ញុំដឹងតែមុនចាស់ខ្ញុំសួរចាស់ដែរប៉ុន្តែចាស់ខ្លះក៏គាត់អត់សូវដឹងលក្ខណៈ detail ហ្មងឲ្យយើងដឹងហ្មងរបៀបគាត់និយាយគ្រាន់តែថាឯងមានរឿងអីរបៀបអ្នកខ្លះថាយីអូនដែរអីចឹងណាប៉ុន្តែអត់ទេតាមពិតរឿងហ្នឹងវាអញ្ចឹងវាមកយកឈាមយើងវាធ្វើឲ្យយើងគ្រោះថ្នាក់ទេពេលហ្នឹងអត់មានអីត្រូវដួលទេម៉ូតូ5ក៏ស៊ីអីក៏ស៊ីដែរប៉ុន្តែអត់ដឹងមិនត្រូវដួលហើយអាយ៉ះជើងយកប្រោអញ្ចឹងពេលហ្នឹងហើយមកដល់ផ្ទះវិញបើខ្ញុំមានអារម្មណ៍ថាវានៅតែតាមខ្ញុំអញ្ចឹងវាមកតុក្កតាខ្ញុំមានតុក្កតាឆ្មាមុខងាប់មួយខ្ញុំដាក់នៅលើក្រែហើយខ្ញុំអង្គុយរៀនអង្គុយអាឆ្មាហ្នឹងធ្លាក់ពីលើក្រែយកមកតែអត់មានអីមកទីទេខ្ញុំនៅតែម្នាក់ឯងហើយបើសិនយើងគិតមើលទៅយើងគិតថាខ្យល់ប៉ុន្តែខ្យល់ណានទៅអូសតុក្កតាមកទៅបក់តុក្កតាធ្លាក់ពីលើក្រែខ្ញុំរត់ពីជាន់ក្រោមរត់ទៅដល់ជាន់លើឲ្យគេជួយ
រហូតមានបងមួយហ្នឹងគាត់មកដេកមួយខ្ញុំមកដេកកដោខ្ញុំឲ្យខ្ញុំខ្លាចចឹងហើយតាំងពេលហ្នឹងមកគាត់លេងអីទៅដោយសារខ្ញុំអត់មានសែនអត់មានអីទេហើយបងហ្នឹងក៏និយាយដែរគាត់ថាចេះបាច់មករកទេគ្នាល្អទេទៅវិញទៅអត់ចង់សែនទេដោយសារយើងអត់ដែរនៅផ្ទះទេអីចឹងណាទៅក៏ហើយអស់អត់មានអីរឿងអីកើតឡើង អូ តែ ខេ ម្ដងមួយទៀត តឹមថ្មីៗនេះខ្ញុំ